សួស្តីនៅថ្ងៃនេះខ្ញុំនឹងទៅសាករសជាតិអាហារឥណ្ឌូនេស៊ីដ៏ល្បីល្បាញមួយនៅលើកោះជ្វានិងកោះស៊ុមាត្រាបាទអាហារនេះមានឈ្មោះថាប៉ឹមប៉ែប៉ុន្តែភាសានិយាយទូទៅរបស់ជនជាតិឥណ្ឌូនេស៊ីគេហៅថាអឹមប៉ែដែលផ្សំឡើងពីពងទាសាច់ត្រីនិងម្សៅដំឡូងឈើបាទមើលទៅគួរឆ្ងាញ់គួរចង់ហូបបាទឥឡូវនេះខ្ញុំកំពុងធ្វើដំណើរតាមរថយន្តជាមួយនិស្សិតនៃសាកលវិទ្យាល័យ UGM ឆ្ពោះទៅកាន់កន្លែងផលិតផល MPM បាទការធ្វើដំណើរគឺធ្វើដំណើរទៅប៉ែកខាងជើងនៃទីក្រុងបាទនៅក្នុងតំបន់ស្លេម៉ាន់បន្ទាប់ពីបានធ្វើដំណើរកន្លះម៉ោងជាមកយើងក៏មកដល់តំបន់ភ្នំបាទតំបន់នេះតំបន់ភ្នំដែលមានជ្រោះជ្រលងដងអូស្អាតមើលទៅគួរចាប់អារម្មណ៍ហើយបើយើងសង្កេតមើលភូមិឋានរបស់ប្រជាជននៅតំបន់នេះគឺមិនមែនជាជនជាតិជ្វាទេបាទទំនងជាជនជាតិមួយផ្សេងជនជាតិជ្វាបាទព្រោះនៅប្រទេសឥណ្ឌូនេស៊ីមានជនជាតិច្រើនណាស់បាទតាមភូមិគេបានតុបតែងទង់ដាក់តាមផ្ទះមើលទៅប្លែកតែម្ដងតែខុសពីភូមិឋានជនជាតិជ្វាបាទនៅតាមផ្លូវគឺមានសភាពស្ងប់ស្ងាត់ទេបាទនោះម្នាដូចជានៅក្នុងផ្ទះហើយតាមមើលភូមិនេះគឺជាភូមិតំបន់ភ្នំជនបទហើយលក្ខណៈនោះគឺកាន់សាសនាអ៊ីស្លាមដែរបាទប៉ុន្តែមិនមែនជាជនជាតិជ្វាទេបាទមើលគេដាក់ទងស្អាតបាតណាស់តាមផ្ទះមួយតាមផ្លូវពេញតែភូមិតែម្ដងបាទតែខ្ញុំទៅតំបន់ផ្សេងមិនមែនឃើញអញ្ចឹងទេបាទយើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រដែលផលិតMPMហើយនៅទីនេះមើលទៅជីវភាពភូមិឋានមិនខុសពីនៅប្រទេសកម្ពុជាយើងប៉ុន្មានដែរទេបាទតាមផ្ទះក៏មិនសូវជាមានទំហំធំអីដែរបាទដោយសារតំបន់នេះគឺតំបន់ភ្នំដូច្នេះភ្លៀងក៏ញឹកញាប់ដែរបាទឥឡូវនេះខ្ញុំបានមកដល់កន្លែងផលិតនៃផលិតផល MPM ឥឡូវនេះខ្ញុំកំពុងស្ថិតនៅក្នុងរោងចក្រផលិត MPM បាទហើយមុននឹងចូលក្នុងខាងក្នុងយើងត្រូវតែពាក់កៅអៅនិងពាក់ស្បែកជើងកវែងដើម្បីការពារមេរោគផ្សេងៗចូលទៅកន្លែងគេបាទការផលិតMPMនេះគេយកត្រីសមុទ្រមកធ្វើត្រីទឹកសាបអាចធ្វើបានដែរបាទហើយមានគេយកមកកាត់ពុះជាធម្មតារួចក៏មានយកសាច់អាជីទៅកិនបាទកិនជាសាច់ត្រីឲ្យមាត់ខៃហើយគេមានកន្លែងលាយម្សៅគីឡូមីក៏ដូចជាគេធ្វើពិធីរុំពងទាជាមួយសាច់ត្រីហើយយកទៅស្ងោរក្នុងឆ្នាំងបាទខ្សែសង្វាក់វិទ្យកម្មគេមានច្រើនដែលយើងមិនអាចរកអស់ក្នុងពេលខ្លីនេះបានទេបាទបន្ទាប់ពីបានទស្សនានៅក្នុងរោងចក្រផលិតMPMហើយខ្ញុំក៏បានធ្វើដំណើរចេញពីរោងចក្រឆ្ពោះទៅកាន់ទីប្រជុំជនមួយនៅក្នុងស្រុកស្លេម៉ាន់នេះដើម្បីទៅបរិភោគMPMនៅទីនោះតែម្ដងបាទតាមផ្លូវនៅក្នុងស្រុកស្លេម៉ាន់នេះឃើញថាផ្ទះគេគឺស្អាតបាតមានលក្ខណៈជាជនបទដ៏ត្រកុំត្រការមួយបាទនៅទីនេះមិនសូវមានផ្ទះអីខ្ពស់ទេព្រោះសូវជាជនបទហើយឥឡូវនេះខ្ញុំបានមកដល់ផ្សារមួយនៅក្នុងស្រុកស្លេម៉ាន់ហ្នឹងបាទហើយខ្ញុំបានមកដល់កន្លែងហាងដែលគេលក់MPMហើយបាទនេះជាទីប្រជុំជននៅជនបទទេបាទមិនមែនទីក្រុងទេហើយនៅទីនេះមានហាងមួយដែលជាហាងយកផលិតផលពីរោងចក្រដែលជាម្ចាស់តែម្ដងបាទឈ្មោះបំពេនីកំតុបាទ
គឺជាកន្លែងដ៏ល្បីមួយដែលជាម្ចាស់ផលិតផលតែម្ដងបាទគឺតំប៉ែនីកំតុបាទប៉ុន្តែគេហៅកាត់គឺអំប៉ែបាទឈ្មោះគួរឲ្យអស់សំណើចនៅពេលនេះខ្ញុំកំពុងស្ថិតនៅក្នុងហាងបំប៉ែនីកំតុបាទដើម្បីរងចាំភ្លក់រសជាតិអំប៉ែបាទផលិតផលអំប៉ែមានច្រើនប្រភេទផ្សេងៗគ្នាសម្រាប់ហូបជាអាហារសម្រន់ឬក៏ហូបជាអាហារតែម្ដងបាទហើយនៅលើតុគឺមានដប2មិនមែនជាដបស្រាក្រហមទេគឺជាទឹកជ្រលក់ទឹកម្ទេសសម្រាប់ហូបជាមួយអំប៉ែដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ឡើងបាទមើលទៅទំនងណាស់អំប៉ែប្រភេទសាមញ្ញនេះគឺផ្សំឡើងពីជាតិម្សៅមីមានពងទាហើយនឹងត្រីរំពាត់ពីក្រៅបាទដូច្នេះរសជាតិគឺមិនមានជារសជាតិខុសប្លែកអីទេគឺធម្មតាដែលយើងហូបស្ទើរតែរាល់ថ្ងៃប៉ុន្តែដាក់ជាមួយទឹកជ្រលក់ទៅគឺឆ្ងាញ់អស្ចារ្យតែម្ដងជាពិសេសគេអាចហូបជាមួយបន្លែឆៅមានដូចជាត្រសក់ឬក៏ខ្ទឹមបារាំងបាទរសជាតិប្លែកដែរបាទដែលយើងមិនធ្លាប់ហូបពីមុនមកគេអាចយកអំប៉ែទៅហូបជាមួយគុយទាវបាទដាក់ក្នុងគុយទាវតែម្ដងហើយយើងហូបទៅដូចជារៀងពិបាកបន្តិចដោយសារយើងមិនធ្លាប់បាទតែសម្រាប់ជនជាតិឥណ្ឌូនេស៊ីគេហូបជាប្រចាំទៅហើយបាទដូច្នេះគេឆ្ងាញ់បើគេបាទសម្រាប់យើងគឺថាអំប៉ែដូចផ្សេងទៅហើយគុយទាវទៅផ្សេងតែម្ដងបាទតែយ៉ាងណាទៅតែខំហូបបាទអំប៉ែមួយប្រភេទទៀតគេធ្វើឡើងសម្រាប់ហូបជាអាហារសម្រន់ហូបលេងជាមួយមិត្តភ័ក្តិបាទហើយនេះគេធ្វើបែបជាចៀនឬក៏ចំហុយហើយគេជ្រលក់ជាមួយទឹកជ្រលក់ឬទឹកស៊ីអ៊ីវបាទនេះមានរសជាតិឆ្ងាញ់អស្ចារ្យតែម្ដងបាទអង្គុយហូបលេងអស់មួយចានធំតែម្ដងបាទពិតជាឆ្ងាញ់មែនបាទបន្ទាប់ពីបានហូបអំប៉ែយ៉ាងឆ្ងាញ់រួចមកខ្ញុំក៏ធ្វើដំណើរចាក់ចេញពីនេះទៅកាន់តំបន់មួយទៀតក្នុងស្ថិតក្នុងស្រុកស្លៀមម៉ាន់ដដែលបាទបើសិនបើមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាអញ្ជើញមកលេងប្រទេសឥណ្ឌូនេស៊ីសូមកុំភ្លេចសាកល្បងរសជាតិអំប៉ែពីព្រោះឃើញថាឆ្ងាញ់គួរសមដែរបាទហើយសង្ឃឹមថាអំប៉ែនឹងមាននៅក្នុងប្រទេសកម្ពុជានៅពេលអនាគតបាទសូមទស្សនាទិដ្ឋភាពតាមដងផ្លូវក្នុងស្រុកស្លេម៉ាន់ជាបន្តទៀតបាទហើយសូមអរគុណចំពោះការតាមដានទស្សនាវីដេអូស្ដីអំពីអំប៉ែសូមអរគុណ